នៅសមរភូមិខាងលិចក្រុមសម្ព័ន្ធមិត្តបានបើកការវេយលុកដ៏ធំបំផុតនៅក្នុងសង្គ្រាមក្នុងគោលបំណងដដែលគឺដើម្បីទម្លុះខ្សែត្រៀមជួរមុខដើម្បីបន្ធូរបន្ថយសម្ពាធពីសម្ព័ន្ធមិត្តរុស្ស៊ីរបស់ពួកគេដែលកំពុងជាប់ផ្ទាល់កងទ័ពបារាំងបានបើកការវាយប្រហារនៅក្នុងសមរភូមិអាត័រលើកទី3និងសមរភូមិសាមប៉ាញលើកទី2ចំណែកឯកងទ័ពអង់គ្លេសវិញដោយមានជំនួយពីអូស្មန်ពុលបានវាយប្រហារនៅឡូសបើទោះបីជាទទួលបានជ័យជំនះនៅដំណាក់កាលដំបូងក៏ដោយការវាយប្រហារទាំងនោះបានជាប់គាំងភ្លាមៗដោយមានការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងសងខាងកងទ័ពសម្ព័ន្ធមិត្តបានឡើងគោកនៅក្រុងសាឡូនីកាក្នុងប្រទេសក្រិចដើម្បីបើកការវាយប្រហារថ្មីមួយប្រឆាំងនឹងមហាអំណាចកណ្ដាលនិងដើម្បីយកជំនួយទៅឲ្យប្រទេសសេប៊ីប៉ុន្តែក្រុមសម្ព័ន្ធមិត្តបានទៅដល់យឺតពេលទៅហើយដោយសារថាប្រទេសប៊ុលហ្គារីបានចូលរួមជាមួយមហាអំណាចកណ្ដាលហើយបានបើកការវាយលុករួមគ្នារបស់ពួកគេនិងបានត្រួតត្រាប្រទេសសេប៊ីទាំងមូលនៅក្នុងរយៈពេល2ខែនារដូវរងានោះកងទ័ពសេប៊ីដែលនៅសេសសល់បានដកថយភៀសខ្លួនតាមជួរភ្នំអាល់បានីការខាតបង់របស់ពួកគេគឺមហាសាលណាស់គិតត្រឹមចុងក្រោយនៃសង្គ្រាមកងទ័ពសេប៊ី1/3ត្រូវបានសម្លាប់ដែលជាសមាមាត្រខ្ពស់បំផុតនៅក្នុងចំណោមប្រជាជាតិទាំងអស់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តនៅជួរមុខអ៊ីតាលីខណៈដែលកងទ័ពអ៊ីតាលីបានបើកសមរភូមិអ៊ីហ្សូណូលើកទី3និងលើកទី4កងកម្លាំងអូទ្រីហុងគ្រីទោះបីជាមានចំនួនតិចតួចក៏ដោយក៏បានជីកលេនដ្ឋានការពារនៅលើតំបន់ដីខ្ពស់ដែលមិនអាចឲ្យសត្រូវវាយបណ្ដេញបានចេញឡើយនៅមជ្ឈមបូព៌ាការរុលទៅមុខរបស់កងទ័ពអង់គ្លេសនៅទីក្រុងបាដាតត្រូវបានរារាំងដោយកងកម្លាំងអូតូម៉ង់ទួរគីនៅសមរភូមិសេស៊ីផុនចម្ងាយ25ម៉ាយភាគខាងត្បូងនៃទីក្រុងទាហានអង់គ្លេសបានដកថយទៅកាន់ទីក្រុងគុតដែលជាកន្លែងដែលពួកគេត្រូវបានឡោមព័ទ្ធជុំជិតក្រុមសម្ព័ន្ធមិត្តបានបោះបង់ចោលយុទ្ធនាការកូលីបូលីដោយទាហានចំនួន 83,000 នាក់ត្រូវបានជម្លៀសដោយសម្ងាត់មិនឲ្យកងទ័ពទួរគីដឹងខ្លួនឡើយគ្មានទាហានណាម្នាក់ត្រូវបានបាត់បង់ជីវិតឡើយវាគឺជាផែនការមួយដែលត្រូវបានប្រតិបត្តិយ៉ាងល្អបំផុតនៃសង្គ្រាមនៅឯសមរភូមិខេមផែនវិញត្រូវបានបណ្ដាលឲ្យភាគីទាំងសងខាងមានអ្នកស្លាប់និងរបួសចំនួន 1/4 នៃកងទ័ព 1 លាននាក់នៅឆ្នាំ 1915 គឺជាឆ្នាំដ៏អាក្រក់បំផុតមួយសម្រាប់ក្រុមសម្ព័ន្ធមិត្តព្រោះថាត្រូវខាតបង់ទាហានច្រើនតែទទួលបានផលតិចការពិភាក្សាសន្តិភាពក៏គ្មានផ្ទុយទៅវិញភាគីទាំងអស់បានត្រៀមខ្លួនសម្រាប់ការវាយលុកកាន់តែធំនៅក្នុងឆ្នាំ 1916 ជាមួយនឹងតាក់ទិកថ្មីៗដែលបានបង្កើតឡើងដោយការបរាជ័យកន្លងមកគ្រប់ភាគីទាំងអស់នៅតែជឿថាជ័យជំនះដ៏ត្រចះត្រចង់គឺស្ថិតនៅក្នុងកំដាប់ដៃរបស់ពួកគេសង្គ្រាមលោកលើកទី1ត្រូវបានគិតទុកថាជាសង្គ្រាមដែលកើតឡើងក្នុងរយៈពេលខ្លីនិងនាំមកនូវភាពរុងរឿងមួយប៉ុន្តែនៅក្នុងឆ្នាំ 1916 យុទ្ធភ័ណ្ឌសង្គ្រាមឧស្សាហកម្មប្រភេទថ្មីបានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់រាប់លាននាក់ដោយគ្មានទីបញ្ចប់ការបិទផ្លូវសមុទ្របានចាប់ផ្ដើមបង្កឲ្យមានការខ្វះខាតស្បៀងនិងឥន្ធនៈទូទាំងទ្វីបអឺរ៉ុបខណៈដែលស្ត្រីរាប់ពាន់នាក់បានចូលធ្វើការកម្លាំងពលកម្មជំនួសបរិសុទ្ធដែលត្រូវបានបញ្ជូនទៅប្រយុទ្ធរាប់លាននាក់ហើយភាគីទាំងអស់កំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមដ៏យូរសង្គ្រាមបានឆាបឆេះអស់រយៈពេល1ឆ្នាំកន្លះខណៈដែលសម្ព័ន្ធមិត្តបន្តប្រយុទ្ធជាមួយមហាអំណាចកណ្ដាលដែលទើបតែមានប៊ុលហ្គារីចូលរួមនៅលើសមុទ្រកងទ័ពអង់គ្លេសនៅតែបន្តបិទផ្លូវសមុទ្ររបស់អាល្លឺម៉ង់ដោយរារាំងការនាំចូលស្បៀងអាហារនិងវត្ថុធាតុដើមសំខាន់ៗផ្សេងទៀតអាល្លឺម៉ង់បានសងសឹកដោយការបិទផ្លូវនាវាមុជទឹកនៅចក្រភពអង់គ្លេសប៉ុន្តែត្រូវបានកំណត់ការវាយប្រហាររបស់ខ្លួនដើម្បីជៀសវាងផលប្រយោជន៍អព្យាក្រឹតភាពរបស់អាមេរិកដែលពលរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយអាល្លឺម៉ង់កន្លងមកហើយនៅសមរភូមិខាងលិចកងទ័ពបារាំងអង់គ្លេសនិងបែលហ្ស៊ិកបានជីកលេនដ្ឋានទល់មុខជាមួយនឹងទាហានអាល្លឺម៉ង់ភាគីទាំងសងខាងបានជាប់គាំងនៅក្នុងការប្រយុទ្ធបង្ហូរឈាមនៃសង្គ្រាមលេនដ្ឋាននៅរណសេរីខាងកើតកងទ័ពរុស្ស៊ីត្បិតថាបានដកថយយូរមកហើយនិងធ្វើឲ្យមានស្ថិរភាពក៏ប៉ុន្តែកងទ័ពរបស់ពួកគេទទួលរងនឹងការខូចខាតជាដំណំនិងធំធេងនៅសមរភូមិអ៊ីតាលីកងទ័ពអ៊ីតាលីបានបើកការវាយប្រហារដ៏ខ្លាំងក្លាប៉ុន្តែមិនបានជោគជ័យឡើយនិងខាតបង់ជាបន្តបន្ទាប់ជាមួយនឹងការការពារដ៏រឹងមាំរបស់អូទ្រីហុងគ្រី
នៅសមរភូមិបាល់កង់មហាអំណាចកណ្ដាលបានវាយលុកចូលកាន់កាប់ប្រទេសហ្សេប៊ីដែលមានទាហានហ្សេប៊ីត្រូវបង្ខំចិត្តដកថយយ៉ាងលំបាកលំបិនដោយឆ្លងកាត់ជួរភ្នំអាល់បានីមកដល់ត្រឹមនេះគឺថ្ងៃទី25 ខែមករាកងទ័ពអូទ្រីហុងគ្រីបានបើកការវាយប្រហារមកលើប្រទេសម៉ុងតេនេក្រូបើទោះបីជាមានការរារាំងនៅសមរភូមិមុជកូវ៉ាក៏ដោយ3សប្តាហ៍ក្រោយម៉ុងតេនេក្រូក៏ត្រូវបង្ខំចិត្តចុះចាញ់នៅឯសមរភូមិកូកាស៊ីសកងទ័ពរុស្ស៊ីបានបើកការវាយលុកដ៏ខ្លាំងក្លាមួយនៅរដូវរងាមកលើកងកម្លាំងទួរគីអូតូម៉ង់ហើយនៅខែមេសាពួកគេបន្តដណ្ដើមបានកំពង់ផែទ្រីប៊ឺសុននៅសមុទ្រខ្មៅក្នុងពេលជាមួយគ្នានោះអង់គ្លេសបានដឹកជញ្ជូនទូកម៉ាស៊ីនចំនួន2គ្រឿងទៅកាន់បឹងថាង៉ានីកានៅទ្វីបអាហ្វ្រិកក្រោយពីបានធ្វើដំណើរអស់រយៈចម្ងាយ 10000 ម៉ាយទាំងផ្លូវសមុទ្រផងទាំងផ្លូវគោកផងទីបំផុតវាបានទៅដល់គោលដៅនិងបានជួយឲ្យអង់គ្លេសដណ្ដើមបានការគ្រប់គ្រងបឹងយុទ្ធសាស្ត្រពីកងកម្លាំងអាល្លឺម៉ង់នៅក្នុងតំបន់នោះក្នុងខែដដែលនោះក្នុងតំបន់កែមរូនដែលគ្រប់គ្រងដោយអាល្លឺម៉ង់កងទ័ពអាល្លឺម៉ង់ដែលត្រូវបានឡោមព័ទ្ធនៅលើភ្នំម៉ូរ៉ាអស់រយៈពេល18ខែទីបំផុតក៏បានសុំចុះចាញ់ភាគីសម្ព័ន្ធមិត្តនេះគឺជាការបិទបញ្ចប់នៃសង្គ្រាមនៅកាមេរូននៅសមរភូមិខាងលិចអាល្លឺម៉ង់បានបើកការវាយប្រហារដ៏សាហាវបំផុតមកកាន់ទីក្រុងបន្ទាយវើដាន់របស់បារាំងលោកឧត្តមសេនីយ៍អាល្លឺម៉ង់អេរិកវ៉ុនហ្វាល់ខាន់ហែនបានដឹងថាបារាំងនឹងបង្ហូរឈាមការពារទីក្រុងនិមិត្តរូបនេះរហូតដល់ដំណក់ឈាមចុងក្រោយផែនការនិងសម្ដីចេញពីលោកផ្ទាល់គឺធ្វើឲ្យបារាំងហូរឈាមឲ្យដល់ស្លេកនៅក្នុងការការពារនេះវាគឺជាយុទ្ធសាស្ត្រសឹកបំផ្លាញសមរភូមិវើដាន់បានក្លាយទៅជាសមរភូមិមួយដ៏រន្ធត់បំផុតនៃសង្គ្រាមវាប្រៀបដូចជាម៉ាស៊ីនកាន់សាច់ព្រោះថាទាហានថ្មើរជើងដែលបញ្ជូនទៅសមរភូមិនេះគឺនឹងត្រូវបានកំទេចចោលភ្លាមឥតត្រាប្រណីដៃឡើយในចក្រភពអង់គ្លេសបរិសុទ្ធចំនួន1លាននាក់បានស្ម័គ្រចិត្តចូលបម្រើកងទ័ពប៉ុន្តែរដ្ឋាភិបាលដឹងថាវាមិនគ្រប់គ្រាន់នោះទេដូច្នេះនៅខែមីនាឆ្នាំ1916អង់គ្លេសបានក្លាយជាប្រទេសមហាអំណាចធំចុងក្រោយគេបង្អស់ដែលបានដាក់ចេញនូវការកែនទ័ពនៅនីតិខរដូវនេះត្រង់រណសេរីខាងលិចកងទ័ពអង់គ្លេសគឺជាអ្នកចុងក្រោយគេដែលត្រូវបានគេបែងចែកមួកដែកឲ្យប្រើប្រាស់ធម្មជាតិនៃសង្គ្រាមគ្រោះថ្នាក់ធ្ងន់ភាគច្រើនគឺត្រូវត្រង់ក្បាលមួកដែក Starham របស់អាល្លឺម៉ង់មួកដែក Adrian របស់បារាំងនិងមួកដែក Mark I របស់អង់គ្លេសអាចផ្ដល់ការការពារបានត្រឹមតែកម្រិតដែលមានកំណត់ពីអំបែងគ្រាប់និងគ្រាប់ផ្លោងតែប៉ុណ្ណោះប្រទេសប៉ូទុយហ្គាល់ដែលជាប្រទេសអព្យាក្រឹតបានសហការជាមួយអង់គ្លេសក្នុងការរក្សាស្ថិរភាពនៃឱសថដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់អង់ហ្គូឡាដែលជាអាណានិគមរបស់ប៉ូទុយហ្គាល់នៅថ្ងៃទី9 ខែមីនាអាល្លឺម៉ង់បានប្រកាសសឹកសង្គ្រាមជាមួយនឹងប្រទេសប៉ូទុយហ្គាល់នៅសមរភូមិភាគខាងកើតរុស្ស៊ីបានបើកការវាយប្រហារនៅក្បែរបឹងណារុចដើម្បីសម្រាលសម្ពាធលើកងទ័ពបារាំងនៅវើដាន់ប៉ុន្តែវាគឺជាគ្រោះមហន្តរាយមួយដែលទាហានរុស្ស៊ីចំនួន 10,000 នាក់បានស្លាប់និងរបួសហើយការវាយប្រហារនេះមិនបានធ្វើឲ្យកងទ័ពអាល្លឺម៉ង់ណាមួយដកចេញពីការប្រយុទ្ធនៅវើដាន់ឡើយនៅទីក្រុងដាប់លិនក្រុមសាធារណរដ្ឋអ៊ីឡង់បានងើបការបះបោរប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់អង់គ្លេសព្រឹត្តិការណ៍នេះត្រូវបានគេហៅថាការបះបោរនៃបុណ្យអ៊ីស្ទ័រឬ Easter Rising ហើយវាត្រូវបានបង្ក្រាបទៅវិញបន្ទាប់ពីការប្រយុទ្ធគ្នាតាមផ្លូវអស់រយៈពេល6ថ្ងៃនៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេល5ខែកងកម្លាំងអង់គ្លេសនៅក្រុងគុតត្រូវបានចាប់ខ្លួនលោកឧត្តមសេនីយ៍ Townshend បានដឹកនាំទាហានអង់គ្លេសនិងឥណ្ឌាចំនួន 9,000 នាក់ឲ្យធ្លាក់ចូលនៅក្នុងការជាប់ឃុំឃាំងប្រហែលជាពាក់កណ្ដាលនៃទាហានទាំងនោះបានស្លាប់ដោយសារការអត់ឃ្លាននិងជំងឺអង់គ្លេសចង់បានការគាំទ្រពីអារ៉ាប់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងចក្រភពអូតូម៉ង់ដូច្នេះអង់គ្លេសបានសន្យាជាមួយនឹងមេដឹកនាំអារ៉ាប់ថានឹងបង្កើតរដ្ឋអារ៉ាប់ឯករាជ្យមួយបន្ទាប់ពីសង្គ្រាមប៉ុន្តែភ្លាមនោះចក្រភពអង់គ្លេសនិងបារាំងបានចុះហត្ថលេខាដោយសម្ងាត់លើកិច្ចព្រមព្រៀង Sykes-Picot ដោយមានផែនការបែងចែកមជ្ឈិមបូព៌ាទៅជាតំបន់គ្រប់គ្រងរបស់អង់គ្លេសនិងបារាំងបន្ទាប់ពីសង្គ្រាមដោយមិនបានដឹងពីកិច្ចព្រមព្រៀងនេះលោក Hussein bin Ali Sharif បានដឹកនាំជនជាតិអារ៉ាប់ក្នុងការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់កងកម្លាំងរបស់លោកបានដណ្ដើមកាន់កាប់ទីក្រុងដ៏ពិសិដ្ឋនេះនៅរណសេរីអ៊ីតាលីកងកម្លាំងអូទ្រីហុងគ្រីបានបើកការវាយប្រហារដោយមិនបានព្រៀងទុកមួយនៅសមរភូមិអាស៊ីអាហ្គោការការពាររបស់អ៊ីតាលីបានដួលរលំហើយកងទ័ពអូទ្រីហុងគ្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកចូលទៅកាន់ភាគខាងជើងប្រទេសអ៊ីតាលី
នៅក្នុងខែដដែលនោះនៅសមុទ្រខាងជើងកងនាវា High Sea របស់អាល្លឺម៉ង់បានប៉ះទង្គិចគ្នាជាមួយនឹងកងនាវាធំរបស់អង់គ្លេសនៅក្នុងសមរភូមិ Jutland នៅក្នុងសមរភូមិនេះភាគីអង់គ្លេសបានរងនឹងការខូចខាតធ្ងន់ធ្ងរជាងតែបែរជាប្រកាសជ័យជំនះនៅពេលដែលកងកម្លាំងនាវាអាល្លឺម៉ង់បានដកថយចូលទៅកាន់មូលដ្ឋានរបស់ខ្លួននិងមិនបានអើតមុខទៀតទេរហូតដល់សង្គ្រាមចុងក្រោយសម្រាប់រដូវក្តៅនៅក្នុងឆ្នាំ1916ក្រុមសម្ព័ន្ធមិត្តបានរៀបចំផែនការវាយលុកដ៏ធំនិងដំណើរគ្នាប្រឆាំងនឹងមហាអំណាចកណ្ដាលពីទិសខាងកើតនិងទិសខាងលិចការវាយលុកនោះគឺចាំបាច់ជាងពេលណាទាំងអស់ដើម្បីបន្ធូរបន្ថយសម្ពាធលើកងទ័ពបារាំងនៅ Verdun និងកងទ័ពអ៊ីតាលីនៅ Asiago កងទ័ពរុស្ស៊ីបានបើកការវាយប្រហាររបស់ខ្លួនមុនគេនៅរណសេរីខាងកើតលោកឧត្តមសេនីយ៍ Alexei Brusilov បានឆ្មក់វាយប្រហារដោយមិនបានឲ្យសត្រូវដឹងជាមុនកងទ័ពរបស់លោកបានវាយទម្លុះខ្សែត្រៀមរបស់សត្រូវដោយកន្លែងខ្លះបានរុលចូលដល់60ម៉ាយនិងចាប់បានឆ្លើយសឹកចំនួន200,000 នាក់ការវាយប្រហារដ៏អស្ចារ្យនេះរុស្ស៊ីត្រូវលះបង់ខ្ពស់ណាស់ប៉ុន្តែសម្រេចបាននៅតាមការគ្រោងទុកដោយមហាអំណាចកណ្ដាលត្រូវបង្ខំដាក់ពង្រាយទ័ពជាថ្មីឡើងវិញពីសមរភូមិផ្សេងទៀតដើម្បីពង្រឹងខ្សែត្រៀមរបស់ខ្លួននៅលើសមុទ្រនាវាទេសចរអង់គ្លេស HMS Hampshire ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីបានបុកគ្រាប់មីនហើយបានលិចនៅឆ្នេរសមុទ្រ Orkney នៅក្នុងចំណោមអ្នកស្លាប់ទាំង650នាក់មានរដ្ឋមន្ត្រីក្រសួងសង្គ្រាមដ៏ល្បីល្បាញរបស់អង់គ្លេសគឺលោកម្ចាស់ Kitchener ផងដែរ3ថ្ងៃក្រោយមកនៅសមុទ្រ Adriatic នាវាផ្ទុកទ័ពអ៊ីតាលី Principe Umberto ត្រូវបាននាវាមុជទឹកអាល្លឺម៉ង់បាញ់ពន្លិចហើយវាគឺជាការលិចនាវាដ៏សាហាវបំផុតនៃសង្គ្រាមដែលបណ្ដាលឲ្យមនុស្ស1900នាក់បាត់បង់ជីវិត